សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានដំណើរកម្សាន្តទៅខេត្តកែបជាមួយនឹងបងប្អូនម៉ូតូធំរបស់យើងណាអញ្ចឹងយើងចាំគ្នានៅការ៉ាសាំងកាល់តិចនៅផ្លូវជាតិលេខ3ហើយនិយាយពីថាគ្រាន់តែបដើម៉ូតូចេញមកគឺឆ្កែព្រុសពេញភូមិតែម្ដងបាទអញ្ចឹងឥឡូវដើម្បីកុំឲ្យឆ្កែមើលងាយយើងចេញដំណើរទៅយើងបានមកដល់ក្រាសាំងកាល់តិចអញ្ចឹងយើងចូលចាក់សាំងមួយសិនបានមួយគ្នាហ្នឹងតែគាត់ជុំគ្នាណាមិនដឹងហ្នឹងណែជុំនៅដឹងដែរបងយើងបានចាក់សាំងហើយម៉ូតូខ្ញុំចាក់មកពេញគឺអស់9លីត្រជាងដោយសារសាំងមួយនៅសល់ខ្លះចឹងអញ្ចឹងប៉ុណ្ណឹងយើងអាចជិះដល់កែបក៏អត់ដែរព្រោះដោយសារវាស៊ីតិចដែរ100គីឡូស៊ីប្រហែលជា4លីត្រអីហ្នឹងអញ្ចឹងឥឡូវយើងឈប់ចាំបងប្អូនរបស់យើងគាត់មកជុំគ្នាសិនបានយើងចេញដំណើរទៅទាំងអស់គ្នាហើយនេះគឺចាក់ប្រុសស្មោះបាទហើយខ្ញុំស្មោះដែរតែស្មោះគ្រប់ស្រីច្រឡំStill, miss still. Today we can trip, no sleep. You made it look sao? No sleep. Ở đây để look. Thôi để đi ô xuống. ចឹងឥឡូវគឺបងប្អូនរបស់យើងគាត់បានមកជុំគ្នាហើយចឹងយើងរៀបចំចេញដំណើរទៅអូខេ let's goមកដល់កន្លែងនេះគឺខ្ញុំសញ្ញោដៃឲ្យចាក់គាត់ងាកបុកមកតិចមកចូលកាមេរ៉ាតិចមើលចឹងណាហើយក៏ខ្ញុំឲ្យគាត់ឡើងមកមុនដើម្បីខ្ញុំថតវីដេអូតាមក្រោយអញ្ចឹងកុំឲ្យសាបពេកយើងដាក់ជំនាញតិចទៅឥឡូវនេះគឺយើងបានមកដល់អង្គតសោមអញ្ចឹងយើងឈប់ញ៉ាំបាយជុំគ្នាសិនហើយបានយើងបន្តដំណើរទៅមុខទៀតអញ្ចឹងណាហើយកន្លែងនេះគឺចាក់គាត់ប្រាប់ខ្ញុំថាគាត់ក្តៅជើងដោយសារគាត់ស្លៀកខោលហែកអញ្ចឹងណាបងប្អូនគ្នាធម្មតាគេប្រុសស្អាតអញ្ចឹងគេចូលចិត្តស្លៀកខោលហែកអញ្ចឹងណាដៅយើងដៅអូឃើញម៉ាស់ណាផ្លិចពាក់ម៉ាស់និយាយពីថាបានចេញទ្រីបគឺសប្បាយចិត្តខ្លាំងពេកមិនទៅបានផ្លិចពាក់ម៉ាស់ផ្លិចអីណានេះអញ្ចឹងឥឡូវយើងចេញដំណើរបន្តទៅទៀតអញ្ចឹងចាំមើលទេសភាពនៅតាមផ្លូវរបស់គ្នាបាទ
ខ្ញុំអត់ដឹងថាក្នុងនេះគឺឈ្មោះអីទេបងប្អូនអ្នកដឹងចាំជួយ comment ប្រាប់ផងប៉ុន្តែទេសភាពគឺស្អាតខ្លាំងមែនទែនបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានគឺមានអារម្មណ៍ថាទោះជិះម៉ូតូរាប់រយគីឡូក៏អត់មានអារម្មណ៍ថាហត់ដោយសារតែឃើញទេសភាពស្អាតហើយត្រូវខ្យល់បក់មកហើយទៀតគឺ fresh ខ្លាំងតែម្ដងហើយដោយសារឃើញទេសភាពស្អាតពេកក៏ទាញទូរស័ព្ទយកមកថតវីដេអូថែមទៀតចឹងណាបងប្អូនព្រោះផ្លូវនេះខ្ញុំធ្លាប់មកកែ2ដងហើយគឺបានជិះតាមហ្នឹងគឺឲ្យតែពេលជិះដងហ្នឹងគឺមានអារម្មណ៍ថាគឺ fresh ខ្លាំងតែម្ដងគឺទោះហត់មិនក៏អត់មានអារម្មណ៍ថាហត់ដែរដោយសារដូចបងប្អូនឃើញចឹងគឺផ្លូវគឺស្អាតខ្លាំងមែនតើឥឡូវគឺយើងបានមកដល់ផ្លូវបាត់ចូលទៅឆ្នេរកោណហើយទេសភាពគឺអែមស្នេហ៍តែម្ដងបាទយើងបានមកដល់ឆ្នេរអង្កោលហើយយើងក៏ដាក់ម៉ូតូថតរូបជុំគ្នាមួយសិនអញ្ចឹងណាអ្នកនរគ្នាហើយបានយើងទៅរកអីញ៉ាំប៉ុន្តែដោយសារនៅនេះគឺក្តៅពេកអ្នកនរគ្នាពេលខ្ញុំទៅដល់ហ្នឹងវាខ្ទង់ម៉ោង11ជាងអញ្ចឹងគឺមេឃកំពុងតែពេញក្តៅហើយនេះគឺបងប្អូនខ្ញុំបាទគឺ switch ខ្លាំងមែនតើអត់មានអាសូរអ្នកអត់គូទេអញ្ចឹងឥឡូវហ្នឹងគឺយើងចេញដំណើរមកកែបវិញដើម្បីមកញ៉ាំអីជុំគ្នាហើយទេសភាពតាមផ្លូវដូចអ្នកទាំងអស់បានឃើញអញ្ចឹងគឺស្អាតខ្លាំងមែនតើគឺមានអារម្មណ៍ថាទៅហើយគឺចង់ទៅទៀតហើយtrip មួយនេះគឺយើងរៀបចំមុនឡើងជិត1ខែដែរអ្នកនរគ្នាទម្លាប់តែបានជុំគ្នាអញ្ចឹងណាព្រោះពេលដែលយើងមាន trip ម្ដងគឺត្រូវរៀបមុន1ខែអីបានយើងបានមកជុំគ្នាព្រោះដោយសារបងប្អូនយើងគាត់សិតតែរវល់ធ្វើការទាំងអស់គ្នាអញ្ចឹងហើយមកដល់កន្លែងនេះគឺឃើញទេសភាពស្អាតពេកស្ដាយទេសភាពក៏ទាញទូរស័ព្ទមកថតវីដេអូមួយទៀតមកហើយនេះគឺចាក់គឺយើងបានមកវីដេអូទៀតដែរកន្លែងនេះគាត់ហោះនេះគឺគាត់មើលដែរអ្នកនរគ្នាគឺគាត់មិនមែនហោះនៅទីប្រជុំជននេះទេគឺតតែផ្លូវស្រឡះអត់មានម៉ូតូឡានឆ្លងកាត់អីចឹងបានគាត់ហោះដែរចឹងណាដូចអ្នកនរគ្នាឃើញនៅក្នុងវីដេអូនេះចឹងគឺផ្លូវនេះគឺស្រឡះហើយផ្លូវស្អាតខ្លាំងមែនទែនអញ្ចឹងគាត់ក៏ហោះលេងបន្តិចទៅដើម្បីបំបត្តិ stress ចឹងណា
គឺយើងបានមកដល់កែបហើយយើងក៏បាន order អីញ៉ាំជុំគ្នាចឹងបងប្អូនហើយនៅនេះគឺ fresh ខ្លាំងមែនតើព្រោះមានខ្យល់ល្ហើយពីសមុទ្រមកចឹងណាអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយអង្គុយលេងឈៀលអីហើយម៉ោង 7:04 យើងក៏រៀបចំចេញដំណើរមកពេញវិញហើយយើងក៏ជិះតាមឆ្នេរកែបនឹងមកជុំហើយបានយើងចេញមកពេញចឹងណាបងប្អូនចឹងដំណើរកម្សាន្តរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាដែលបានទស្សនាពីដើមដល់ចប់ហើយកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូដំណើរកម្សាន្តថ្មីៗទៀតបាទសូមអរគុណ